នាព្រឹកថ្ងៃទី20ខែធ្នូឆ្នាំ2025អ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់តាំងអ្នកអង្គការឡាវកាងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានាំយកអំណោយសប្បុរសធម៌របស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជានិងសប្បុរសជនដែលមានជាថវិកាគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតប្រគល់ជូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង2000គ្រួសារនៅខេត្តកោះកុងពិធីប្រគល់ទទួលអំណោយនេះត្រូវបានធ្វើឡើងដោយការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកជំទាវឈីវ៉ាអភិបាលនៃគណៈអភិបាលខេត្តកោះកុងនិងឯកឧត្តមថងណារុងប្រធានក្រុមប្រឹក្សាខេត្តកោះកុងព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរនាឱកាសសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនេះដែរអ្នកអង្គការឡាវកាងក្នុងនាមអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្ដែងសមានចិត្តអាណិតអាសូរជាពន់ពេកចំពោះទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋដែលបានចាក់ចោលផ្ទះសម្បែងស្រែចម្ការរត់ភៀសខ្លួនកិច្ចចេញពីតំបន់គ្រោះថ្នាក់ដែលបណ្ដាលពីការបាញ់ផ្លោងរបស់យោធាថៃមករស់នៅតំបន់សុវត្ថិភាពនាពេលនេះនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋភៀសសឹកអ្នកអង្គការឡាវកាងក៏បានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់អ្នកអង្គការគិតមេងដែលតែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីសុខទុក្ខប្រជាពលរដ្ឋជាពិសេសក្នុងកលៈទេសៈដ៏លំបាកនេះដែលសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជាបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតវីរៈកងទ័ពនិងប្រជាពលរដ្ឋខ្មែរមួយចំនួននៅខេត្តជាប់ព្រំដែនព្រមទាំងមានការភៀសខ្លួនជនស៊ីវិលកើនឡើងជាបន្តបន្ទាប់មកកាន់តំបន់សុវត្ថិភាពជាមួយគ្នានេះដែរអ្នកអង្គការក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់សូមមានការអត់ធ្មត់ខ្ពស់ថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អនិងបន្តជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិក្នុងឱកាសនោះដែរលោកជំទាវអភិបាលខេត្តឈីវ៉ាបានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអង្គការគិតមេងប្រធានសហភាពពាណិជ្ជកម្មកម្ពុជាដែលបានចាត់តាំងតំណាងនាំយកនៅអំណោយមូលនិធិសហភាពពាណិជ្ជកម្មកម្ពុជាមកចែកជូនប្រជាពលរដ្ឋភៀសសឹកប្រមាណជាង2000គ្រួសារខណៈដែលពួកគាត់កំពុងស្នាក់នៅជំរំសុវត្ថិភាពស្ថិតនៅក្នុងស្រុកស្រែអំបិលនៃខេត្តកោះកុងលោកជំទាវអភិបាលខេត្តបានឲ្យដឹងថាការភៀសខ្លួនរបស់ប្រជាពលរដ្ឋមកកាន់ជំរំសុវត្ថិភាពបានបន្តកើនឡើងជាបន្តបន្ទាប់ខណៈដែលនៅប្រលប់ថ្ងៃម្សិលមិញនេះយោធាថៃបានបន្តបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងពី10ទៅ20គ្រាប់នៅភូមិសាស្ត្រក្រោយសន្តាគារជាប់ច្រកព្រំដែនចាំយាមស្ថិតនៅក្នុងស្រុកមណ្ឌលសីមាខេត្តកោះកុងលោកជំទាវអភិបាលខេត្តបញ្ជាក់ថាគិតមកត្រឹមថ្ងៃទី20ខែធ្នូពលរដ្ឋដែលបានមកស្នាក់នៅជំរំសុវត្ថិភាពមានចំនួនសរុបប្រមាណជាង2000គ្រួសារពលរដ្ឋភៀសសឹកទាំងនេះកំពុងស្នាក់នៅជំរំសុវត្ថិភាពស្ថិតក្នុងស្រុកចំនួន3គឺស្រុកស្រែអំបិលស្រុកបទុមសាគរនិងស្រុកកោះកុងទន្ទឹមនឹងនេះលោកជំទាវអភិបាលខេត្តបានចាត់ទុកអំណោយមូលនិធិសហភាពពាណិជ្ជកម្មកម្ពុជាដែលផ្ដួចផ្ដើមឡើងដោយអ្នកអង្គការគិតមេងគឺពិតជាបានចូលរួមចំណែកចែករំលែកការលំបាករបស់អាជ្ញាធរខេត្តនិងឆ្លើយតបទៅនឹងតម្រូវការយ៉ាងពិតប្រាកដជាក់ស្ដែងរបស់ជនភៀសសឹកដែលកំពុងស្នាក់នៅជំរំសុវត្ថិភាពជាថ្មីម្ដងទៀតក្នុងនាមរដ្ឋបាលខេត្តនិងប្រជាពលរដ្ឋខេត្តកោះកុងទាំងមូលលោកជំទាវឈីវ៉ាសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអង្គការគិតមេងក៏ដូចជាថ្នាក់ដឹកនាំសមាជិកសមាជិកានៃសភាពាណិជ្ជកម្មកម្ពុជាសប្បុរសជននិងម្ចាស់ជំនួយទាំងអស់ដែលបាននាំយកនៅអំណោយមនុស្សធម៌មកប្រគល់ជូនប្រជាពលរដ្ឋនៃខេត្តកោះកុងនាពេលនេះឆ្លៀតនេះឱកាសនេះដែរលោកជំទាវអភិបាលខេត្តក៏បានអំពាវនាវសូមឲ្យពិភពលោកនាំគ្នាជួយបញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាជាបន្ទាន់ដើម្បីសេចក្តីសុខនិងសន្តិភាពព្រមទាំងអាចឲ្យប្រជាពលរដ្ឋវិលត្រឡប់ទៅផ្ទះរបស់ខ្លួននិងប្រកបមុខរបរផ្សេងៗសូមជម្រាបថាអ្នកអង្គការគិតមេងប្រធានសហភាពពាណិជ្ជកម្មកម្ពុជាបានសម្រេចបង្កើតមូលនិធិសហភាពពាណិជ្ជកម្មកម្ពុជាដើម្បីទទួលនៅអំណោយគ្រប់ប្រភេទដើម្បីរួមកម្លាំងខ្មែរតែមួយក្នុងការជួយដល់ជនភៀសសឹកនិងវីរៈកងទ័ពកម្ពុជាដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីតតាំងជាមួយនឹងកងកម្លាំងប្រចាំមិត្តទាំងឡាយដែលឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជានិងជូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសមកកាន់មណ្ឌលសុវត្ថិភាពនានាដោយឈរលើស្មារតីខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរខ្មែរឈ្នះ